មានបងបងអ្នកលក់អនឡាញណាដូចខ្ញុំអត់ខំប្រឹងលក់ឆ្លៀតពីធ្វើការចំណេញក្បាលកាក់តិចតួចហើយទៅយកអីវ៉ាន់ផងហៀបអីវ៉ាន់ផងយកតពីគេថតហើយបត់ទុកកាត់តនំបានផុសហើយចំណេញតិចតួចហើយដឹកខ្លួនឯងទៀតបងបងចេញពីធ្វើការដឹកឲ្យគេខ្លួនឯងដោយសារអត់យកសេវាពេលខ្លះយើងចង់បានភ្ញៀវថ្មីយើងសុខចិត្ត free សេវាឲ្យគេឲ្យដឹកខ្លួនឯងទៅយកវ៉ាន់ពេលយប់ចេញពីធ្វើការមកចោលឆក់ទូរស័ព្ទទៀតនិយាយទៅតស៊ូមែនតែនហ្មងហើយសួរថាសល់លុយអីជាដំកពួនអត់មានទេប៉ុន្តែយើងមានស្តុកច្រើនជាងមុនយើងអាចថាលក់បានច្រើនជាងមុនមានភ្ញៀវថ្មីប៉ុន្តែក៏អត់ទាន់បានច្រើនដល់អ្វីដែលយើងចង់បានដែរប៉ុន្តែនៅតែតស៊ូអត់ឈប់ទេដោយសារស្រឡាញ់ការងារមួយនឹងធ្វើការផងឆ្លៀតផងសង្ឃឹមថាថ្ងៃណាមួយយើងនឹងមានមុខរបរនឹងធំជាងមុនមានម៉ួយច្រើនហើយអីវ៉ាន់ខ្លះបើសិនជាភ្ញៀវអត់ពេញចិត្តហើយខ្ញុំសុខចិត្តដូរយកមកទុកហើយខាតទុកលក់ឲ្យភ្ញៀវផ្សេងទៀតប្រចាំតម្លៃជួនកាលលក់អត់បានទុកស្លៀកទៀតនិយាយទៅមានសពគ្រប់ហ្មងខ្ញុំជឿថាអ្នកលក់អនឡាញណាក៏អញ្ចឹងដែរលក់ដបងហើយយើងអត់